ចឹងណាចាអញ្ចឹងគឺយើងអាចធ្វើការដកក៏បានឬក៏ដាក់ក្នុងការប្រកែក៏បានហើយសម្រាប់កង់គឺគាត់អាចធ្វើការមើលបានជាប្រភេទកង់យ៉ាង2ជាន់ចាហើយយើងមានប្រាំងនៅផ្នែកនេះដូចគ្នាសម្រាប់កង់មុខគឺអតិថិជនគាត់អាចធ្វើការមើលបានគឺវាតាន់ហើយវាធំណាអញ្ចឹងគឺអាចគឺមាំខាងមែនតើអ្នកដែលគាត់ចង់បានជាប្រភេទរទេះរុញមាំគឺអាចគាត់អាចជ្រើសរើសប្រភេទនេះយកទៅប្រើប្រាស់បានសម្រាប់ប្រភេទនេះក៏យើងអាចធ្វើការម៉ត់ដាក់ឡានបានដូចគ្នាចាហើយសម្រាប់ផ្នែកខាងក្រោយគឺយើងមានជាប្រភេទកប៉ៅចាកប៉ៅមានលក្ខណៈថាធំទលាយណាចាអញ្ចឹងសម្រាប់អតិថិជនដែលគាត់ចាប់អារម្មណ៍ជាប្រភេទរទេះរុញដែលអាចថតទៅបានធ្ងន់ហើយសម្រាប់អ្នកដែលគាត់មានធំគឺគាត់អាចធ្វើការជ្រើសរើសជាប្រភេទរទេះរុញ Boss នេះយកទៅប្រើ